អាមេរិកសម្រុកវាយប្រហារអ៊ីរ៉ង់កាន់តែសន្ធាប់ក្រោយអ៊ីរ៉ង់ប្រកាសបិទច្រកហ័រមូសដល់ហើយបងប្អូនដូចលេខផ្ទុះចឹងឥឡូវនេះអាមេរិកសម្រុកវាយទីតាំងសំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់140ទីតាំងឯងគ្រាន់តែ2ថ្ងៃហ្នឹងហើយកាន់តែវាយសន្ធាប់ទៀតដោយសារអីអ៊ីរ៉ង់ថ្ងៃនេះបានប្រកាសជាអោលរឹកហើយថាច្រកហ័រមូសដែលដឹកប្រេងឆ្លងចេញចូលទៅលើពិភពលោក20%ឬតំណែង20%ដែលទៅពិភពលោកហ្នឹងគឺគេបិទដោយសារតែអ៊ីរ៉ង់មិនសប្បាយចិត្តនឹងអាមេរិកហើយថាមកពីអាមេរិកប្រកាសហែកចោលបាត់ឈប់បាញ់អីអញ្ចឹងមិនគ្រប់អីហើយអាមេរិកបានពមៀនម្សិលមិញលោកត្រាំក៏ថាបើអត់បើកច្រកហ័រមូសគឺកំតិចអ៊ីរ៉ង់ទៅជាផេះផង់គ្រាន់តែលឺភ្លាមអ៊ីរ៉ង់ប្រកាសបិទបណ្ដោយឥឡូវគ្រាន់តែប្រកាសអាមេរិកទម្លាក់គ្រាប់ឯងទម្លាក់នោះមែនតើបាទតើបានប្រយោជន៍អីយ៉ាងណាយើងឃើញហើយសង្គ្រាមនេះគឺអត់មានប្រលត់ទេគឺទៅកាន់តែខ្លាំងក្នុងពេលជាមួយគ្នានោះពេលអាមេរិកកំពុងតែទម្លាក់គ្រាប់ដែលអ៊ីរ៉ង់ក៏បាញ់តបទៅប្រទេសសម្ព័ន្ធមិត្តអាមេរិក8ប្រទេសបាទកញ្ជ្រួចមីស៊ីលក៏ប៉ុន្តែដោយសារប្រទេសទាំងអស់នេះមានប្រព័ន្ធការពារកញ្ជ្រួចចឹងអ៊ីរ៉ង់ម្នាក់ឯងគេគ្នា8នាក់9នាក់ដោយទាំងអាមេរិកដោយទាំងអ៊ីស្រាអែលទៀតជួយដូច្នេះអ៊ីរ៉ង់ក៏ទ្រាំខ្លួនដែរពិបាកណាស់អ៊ីរ៉ង់រើខ្លួនអត់រួចទេតែរឿងសំខាន់ហេតុអីបានជាកិច្ចព្រមព្រៀងបាត់ឈប់បាញ់នឹងឆាចោលត្រូវរើគ្នាអស់ហើយគឺដោយសារតែអាមេរិកចោទអ៊ីរ៉ង់ថាកលិចកលុចអ៊ីរ៉ង់ចោទអាមេរិកវិញថាក៏កលិចកលុចដែរដោយសារតែបាត់ដៃខ្នងដៃនិយាយសម្លុតពេកអត់អាចចរចាឲ្យបានព្រោះអ៊ីរ៉ង់គេអត់ចង់ឲ្យអាមេរិកប៊ូលីចង់និយាយថាទៅធ្វើជាបងធំចោលភ្ជុងគេឲ្យចរចាគេអត់ព្រមអ៊ីរ៉ង់ឯនោះទៅវិញថាអាមេរិកហ្នឹងបោកពិភពលោកថាឲ្យតែជួបចូលចរចាថាអ៊ីរ៉ង់ព្រមឈប់ផលិតបរមាណូឈប់អីតាមពិតអត់ទាន់បាននិយាយគ្នាអីទេនិយាយតែច្រកហ័រមូសតែលោកត្រាំទៅផ្សាយថាអ៊ីរ៉ង់ព្រមហើយរឿងបរមាណូហ្នឹងហើយអ៊ីរ៉ង់ទៅប្រាប់សារព័ត៌មានខ្លួនឯងថាអត់មានបានព្រមទេព្រមតែច្រកហ័រមូសទេបរមាណូគឺនៅដដែលដល់អញ្ចឹងទៅរឿងហ្នឹងវាច្បោកច្បល់ធ្វើឲ្យលោកត្រាំគាត់អត់សប្បាយចិត្តដោយសារអីសង្គ្រាមអ៊ីរ៉ង់នេះគឺគោលដៅធំបំផុតគឺ2ស្ដារដូររបបអ៊ីរ៉ង់និងទី2គឺរឿងបរមាណូហ្នឹងដល់ឥឡូវអាបរមាណូក៏អត់អាដូររបបក៏អត់អញ្ចឹងលោកត្រាំវាយអ៊ីរ៉ង់បានប្រយោជន៍អីស្លាប់ទាហានអាមេរិកអស់13នាក់ដែរអញ្ចឹងរងឥទ្ធិពលផ្នែកនយោបាយព្រោះប្រជាធិបតេយ្យនៅអាមេរិកនេះគឺគណៈបកប្រជាធិបតេយ្យអត់ពេញចិត្តលោកត្រាំតតែសោះនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយអត់បានសុំសភាហើយការដោះស្រាយដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនៅប្រទេសណាគឺអ្នកប្រជាធិបតេយ្យគឺគណៈបកប្រឆាំងនៅអាមេរិកគឺប្រឆាំងកាប់មុខមកមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបំពេញរដ្ឋធម្មនុញ្ញរបស់ខ្លួនបានទេហើយរដ្ឋធម្មនុញ្ញអាមេរិកពិតជាចែងចឹងមែនថាមិនអាចទៅធ្វើសង្គ្រាមជាមួយរដ្ឋដទៃណាដោយមិនប្រកាសសង្គ្រាមដោយមានការអនុម័តពីរដ្ឋសភាទេហើយលោកត្រាំធ្វើអត់មានការអនុម័តពីរដ្ឋសភាអញ្ចឹងហើយបានជារដ្ឋសភាគឺសំទោសហ្នឹងឯងរដ្ឋសភាដែលមានគណៈបកសាធារណរដ្ឋដែលមានសមាជិកសាធារណរដ្ឋពី3នាក់ដែលលោតមកគាំទ្រគណៈបកប្រឆាំងគឺអនុម័តសេចក្តីសម្រេចមួយគឺទប់មិនឲ្យលោកត្រាំធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឥឡូវច្បាប់នឹងចេញមកគេថាធ្វើអត់ឲ្យធ្វើសង្គ្រាមដោយអត់សមច្បាប់ឥឡូវចេញមកលោកត្រាំវាយស្រោចអត់ដែរអញ្ចឹងលោកត្រាំអត់បានស្ដាប់សភានឹងដែរទេព្រោះអីគាត់ថាអ៊ីរ៉ង់នេះបកគ្រោះថ្នាក់ហើយជាមនុស្សឈួតលីលាអីណាចចរចាអំការទេចាប់ដៃជន់ជើងអីចឹងគាត់ថាអញ្ចឹងទៅហើយណាមួយការវាយកំទេចអ៊ីរ៉ង់នៅពេលនេះគឺដោយសារតែអ៊ីរ៉ង់ចាប់ផ្ដើមបាញ់កំទេចទូកដឹកប្រេងនាវាដឹកប្រេងឆ្លងកាត់ច្រកហ័រមូសហ្នឹង3-4គ្រឿងហើយក្នុងរយៈពេលប្រហែលថ្ងៃនេះតែអ៊ីរ៉ង់គេអះអាងថាគេបាញ់មែនក៏ប៉ុន្តែដោយសារតែនាវាហ្នឹងអត់ស្ដាប់ច្រកដែនសមុទ្រអន្តរជាតិរបស់គេហេតុអីបានជាយើងបើកមកអត់ស្ដាប់គេថាអញ្ចឹងអ៊ីរ៉ង់គេនិយាយអញ្ចឹងណាប៉ុន្តែអាមេរិកថាអត់មានចាំស្ដាប់អ៊ីរ៉ង់អីទេព្រោះអីនេះយើងព្រមព្រៀងគ្នាថាអានឹងច្រកហ្នឹងត្រូវបើកចំហតែអ៊ីរ៉ង់ថាបើកចំហតែមាននៅក្នុងបទឈប់បាញ់ព្រមព្រៀងគ្នាឥឡូវបើបទឈប់បាញ់នឹងហែកចោលបាត់ហើយអញ្ចឹងបានន័យថាឆាចោលហើយគឺជាដែនអធិបតេយ្យរបស់អ៊ីរ៉ង់ដូចដើមណែវាញ៉ែញ៉ៃពេញទឹកពេញដីឥឡូវនេះគឺប្រទេសអ៊ូម៉ង់ឯនោះវិញគឺដោយសារតែមានបញ្ហាបែបនេះគាត់កំពុងចរចាបើកច្រក2ផ្សេងទៀតក្រៅពីច្រកហ័រមូសហ្នឹងគឺក្នុងដែនទឹករបស់អ៊ូម៉ង់វិញដើម្បីកុំឲ្យពឹងទៅលើអ៊ីរ៉ង់ខ្លាំងពេកដែលធ្វើឲ្យអ៊ីរ៉ង់យក
ច្រក Hormuz ជាចំណាប់ខ្មាំងអញ្ចឹងអូម៉ង់ថាអត់អីទេកំពុងតែជជែកផែនការបើកច្រក2នៅ Hormuz ហ្នឹងតែនៅខាងចំណែកខាងប្រទេសអូម៉ង់ដែលអាចធ្វើកើតអីណាប៉ុន្តែរឿងនេះគឺវែងឆ្ងាយណាស់បងប្អូនបើគេធ្វើកើតធ្វើយូរហើយព្រោះបើធ្វើមិនកើតហ្នឹងហើយបានទៅរករឿងអ៊ីរ៉ង់តាក់ទងនឹងច្រក Hormuz តែគាត់កំពុងតែជជែកហើយនៅពេលកំពុងបាញ់គ្នាហ្នឹងគឺខាងក្រុមចរចាខាងអ៊ីរ៉ង់និងក្រុមចរចារបស់អាមេរិកហ្នឹងក៏បានជួបគ្នាមួយផ្លែតទៀតដែរក៏ប៉ុន្តែទៅចែកជើងគ្នាទៅវិញអស់ទៅបរាជ័យទៅព្រោះអីអត់ស្ដាប់គ្នាទេផ្លោងយកដូច្នេះការចរចាគ្មានបានប្រយោជន៍ហើយលោកត្រាំក៏បាននិយាយមុននេះដែរគាត់ថាគ្មានទៅចរចាបានផលអីទៀតទេនាំតែខាតពេលគាត់ថាអ្នកណាចរចាអីចរទៅគាត់និយាយចឹងតែចំពោះគាត់វិញគិតថាចរចាគ្មានបានប្រយោជន៍អីទេនាំតែខាតពេលហើយក្នុងពេលជាមួយគ្នានឹងមេដឹកនាំ